3 step ក្នុងការបង្ហាញអ្នកទាំងអស់គ្នាពីរបៀបដែលខ្ញុំធ្វើ section ពី layout ធម្មតាបែបនេះទៅជា section ដែលមើលទៅ look aesthetic ហើយនឹងគួរឲ្យចាប់អារម្មណ៍បែបនេះសួស្តីអ្នកទាំងអស់គ្នា welcome back មកកាន់ my YouTube channel ហើយថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបធ្វើ section illustration កុំឲ្យកាត់ពេលយើងតើយើងទៅមើល tutorial ទាំងអស់គ្នាមុននឹងយើងបង្កើតវានៅក្នុង Photoshop យើងត្រូវរៀប file ទុកជាមុនដើម្បីងាយស្រួលក្នុងការប្រើប្រាស់ file ទាំងនោះមានដូចជាទី1ហ្នឹងគឺ section layout export វាជា PDF fileទី2 inspiration អញ្ចឹងយើងត្រូវមើលទៅលើ style ហើយនិង color inspiration អ្នកទាំងអស់គ្នាអាចចូលទៅក្នុង Pinterest ឬក៏ website ណាផ្សេងទៀតដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ហើយយើងចូលទៅមើល style ដែល type section illustration បែបណាដែលយើងស្រឡាញ់ហើយនឹងរក color palette តាមយោបល់ខ្ញុំឲ្យអ្នកទាំងអស់គ្នាប្រើ color តែ3អីទៅបានហើយកុំឲ្យប្រើច្រើនពេកវាអាចមើលទៅវាស្កាសអញ្ចឹងណាទី3 texture ហើយនិង patternអ្នកទាំងអស់គ្នាអាចទៅរក texture ហើយនិង pattern អស់ហ្នឹងនៅក្នុង Pinterest ដដែលឬក៏ Google អីកន្លែងណាក៏បានដែរដែលអ្នកទាំងអស់គ្នាធ្លាប់ស្គាល់ website អីហ្នឹងហើយ download រូបភាពវាយកមកហើយយើងទុកវាមួយឡែកដើម្បី apply ចូលការងារយើងពេលដែលអ្នកទាំងអស់គ្នារកបានអស់ហើយអញ្ចឹងយើងទុកជា file មួយនៅកន្លែងដែលយើងងាយស្រួលរកយកមកប្រើអញ្ចឹង Step 1 Photoshop អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅក្នុងកម្មវិធី Photoshop ទៅហើយយើងចូលកន្លែង New File យើងបង្កើត Canvas ថ្មីហើយយើង create វាជាទំហំបែបនេះហើយបន្តមកទៀតអ្នកទាំងអស់គ្នាចូលទៅកន្លែង file របស់យើងដែលយើងបានរៀបចំឯកសារទុកមុនហ្នឹងយើងទាញយក layout section របស់យើងចូលហើយបន្តមកទៀតយើងប្រងវាទៅតាមទំហំដែលយើងចង់បាននៅក្នុងកណ្ដាស់ហ្នឹងទៅហើយបន្តមកទៀតខ្ញុំដាក់វាចូលក្នុងក្រុមមួយហើយខ្ញុំ rename វាដាក់ឈ្មោះ house section បន្ទាប់មកយើង edit យើងបន្ថែមបន្ថយអីនៅក្នុងក្រុមហ្នឹងទាំងអស់ពេលដែលយើងចង់ហាយវាអញ្ចឹងយើងស្រួលយើងដឹងគ្រប់ហ្នឹងយើងហាយគ្រប់ហ្នឹងមកបន្តមកទៀតយើងបង្កើត new layer មួយទៀតមកដើម្បីចាក់ពណ៌ជាងហើយអ្នកទាំងអស់គ្នា rename វាផងដាក់ជា wall layout អីចឹងទៅហើយបន្តមកទៀតយើងចូលទៅកន្លែងយក setting វាយក magic wand tool ហើយយើងយកទៅឆក់កន្លែងចន្លោះ wall របស់យើងទៅវាជាប់មកទាំងអស់ហើយមុននឹងយើងចាក់ពណ៌វាគឺយើងចាក់តាម color palette ដែលយើងមានអញ្ចឹងខ្ញុំដូរកន្លែង set color នេះទៅជាពណ៌បៃតងដិតជាងគេដើម្បីចាក់អាកន្លែង wall ហ្នឹងដើម្បីចាក់វាអ្នកទាំងអស់គ្នាឆក់វាជាប់ហើយអញ្ចឹងយើងចុច Alt Backspace វានឹងជាប់ automatic ហើយប៉ុន្តែអ្នកទាំងអស់គ្នាត្រូវប្រកាសថាយើងឈរទៅលើកន្លែង layer ពណ៌របស់យើងដែរយើងបង្កើត layer មួយទៀតណាពេលយើងមាន layer មួយទៀតអញ្ចឹងយើងស្រួលហាយឬក៏បើកវាក៏បានដែរវាអត់មានជាប់ជាមួយអាកណ្ដាស់ original របស់វាបន្តមកទៀតយើងបង្កើតកន្លែង ground line ហ្នឹងភ្ជាប់ជាមួយនឹងផ្ទះអញ្ចឹងដើម្បីបង្កើតវាយើងចូលទៅកន្លែង rectangle tool ហើយយើងទាញវាឲ្យស្មើទៅនឹងបន្ទាត់ផ្ទះរបស់គេហើយយើងសេរីវាទៅតាមហ្នឹងហើយចូលមកដល់ step ទី2គឺ texture អញ្ចឹងយើងបង្កើតក្រុមមួយទៀតមកយើងដាក់ថា texture ហើយបន្តមកទៀតយើង create new layer មួយទៀតយើងបង្កើត texture ខាងក្នុងផ្ទះដោយសារផ្ទះយើងហ្នឹងវាពណ៌សអញ្ចឹងយើងត្រូវ apply texture ចូលអញ្ចឹងដើម្បី apply វាអ្នកទាំងអស់គ្នាចូលទៅកន្លែង lasso tool នេះទៅហើយបន្តមកទៀតយើងគូសទម្រង់ជាខាងក្នុងផ្ទះរបស់វាទាំងអស់ហ្នឹងដើម្បី apply កន្លែងហ្នឹងចូលពេលដែលវាជាប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាបង្កើត new layer មួយទៀតយើងចាក់ពណ៌វាចូលសិនអញ្ចឹងយើងដូរអាកន្លែងពណ៌ set background នេះហើយយើងយកពណ៌ណារៀងស្រាលតិចទៅបន្ទាប់មកយើងចុច Alt Backspace ទៅវាជាប់ពណ៌នៅក្នុងហ្នឹងហើយបន្តមកទៀតដើម្បី apply texture ចូលយើងចូលទៅកន្លែង texture ដែលយើងរើសបានអញ្ចឹងយើងទាញវាចូលមកហើយយើងសេរីវាមកល្មមផ្ទះហ្នឹងបើសិនជាឃើញ texture ហ្នឹងមើលទៅរៀងធំពេកយើងចង់ពង្រឹងវាទូចជាងហ្នឹងអញ្ចឹងយើង create វាមួយទៀតថ្មីមកយើងគ្រាន់តែទាញ copy វាមួយទៀតហើយយើងដាក់ទៅតំគ្នាហើយយើង merge ពីរនឹងចូលគ្នាដើម្បីក្លាយទៅជា texture តែមួយហើយអ្នកទាំងអស់គ្នាកុំភ្លេចដូរវាទៅជា smart object ហងកុំឲ្យ texture នឹងវាបែកបន្តមកទៀតអ្នកទាំងអស់គ្នាចូលទៅកន្លែងឈរនៅលើ layer ពណ៌យើងមុនហ្នឹងហើយយក control ឲ្យជាប់បន្ទាប់មកចុច one click ម៉ៅរបស់យើងហើយបន្ទាប់មកទៀតយើងចូលទៅឈរនៅលើ layer texture យើងវិញយើងចុច control alt G ដើម្បី clip វាឲ្យជាប់ទៅនឹងផ្ទៃខាងក្នុងនៃផ្ទះរបស់យើងហើយយើងដូរអាកន្លែង normal នេះទៅជា multiply វិញឲ្យ texture ហ្នឹងវាជាប់នៅក្នុងពណ៌របស់ផ្ទះយើងកុំឲ្យឃើញវាចេញពណ៌ខ្លាំងពេក
បន្តមកទៀតគឺយើងធ្វើវិធីអញ្ចឹងដូចគ្នាទៅលើកន្លែងផ្សេងទៀតដូចជាក្រោមនេះនៅក្រោមដីយើងចាក់ texture យើង apply texture ចូលហើយយើងដូរកន្លែង normal នេះទៅជា multiply ឬក៏ color burn ចូលមកដល់ step ទី3គឺ background អញ្ចឹងអ្នកទាំងអស់គ្នាបើកកន្លែង color palette យើងចេញមកហើយបន្តមកយើងយកទៅឆក់កន្លែងពណ៌មេឃហើយបន្តមកអ្នកទាំងអស់គ្នាយក tool rectangle marquee tool ដើម្បីគូសជាតម្រង់មេឃធ្វើជា background ហើយអ្នកទាំងអស់គ្នាសេរីវាឲ្យស្មើទៅធ្វើមិនឲ្យមេឃនៅចំកណ្ដាលបន្តមកទៀតអ្នកទាំងអស់គ្នា create new layer មួយទៀតមកហើយបង្កើត group មួយទៀតគឺដាក់ថា background អញ្ចឹងដើម្បីចាក់មេឃហ្នឹងអ្នកទាំងអស់គ្នាដូរពណ៌ហើយយើងចុច control backspace ទៅវានឹងជាប់ពណ៌មេឃបន្តមកទៀតមេឃហ្នឹងវាលាតពេកអញ្ចឹងយើងចូលទៅកន្លែង edit អ្នកទាំងអស់គ្នាចុច right click ទៅលើ layer ហ្នឹងហើយយក blending option បន្តមកអ្នកទាំងអស់គ្នាស្វែងរកកន្លែង pattern overlay ដើម្បីចាក់ pattern ចូលទៅក្នុងមេឃហ្នឹងអញ្ចឹង pattern អ្នកទាំងអស់គ្នាយកជា pattern ឆ្នោតប្តីក៏បានឆ្នោតចំហៀងក៏បានយើងសេរីទំហំតូចធំទៅតាម setting គេហ្នឹងទៅបន្តមកទៀតយើងឃើញមេឃរបស់យើងវាអត់សូវលាតទេវាមាន texture នៅក្នុងហ្នឹងបន្តមកទៀតដល់វគ្គយើងដាក់ពពកអញ្ចឹងអ្នកទាំងអស់គ្នាទាញចេញពី file ដែលយើងបាន download យកមកហ្នឹងដាក់ចូលទៅក្នុងការងាររបស់យើងទៅហើយសេរីទំហំតូចធំទៅតាមអីដែលយើងគិតថាវាស្អាតហើយបើអ្នកទាំងអស់គ្នាចង់ដូរពណ៌វាចូលទៅកន្លែង adjustment layer នៅក្រោមនេះអ្នកទាំងអស់គ្នាអាចយកកន្លែង color balance នេះដើម្បីសេរីពណ៌វាទៅជាពណ៌អីផ្សេងហើយវានឹងចេញ property setting ឲ្យយើងសេរីពណ៌ទៅតាមអីដែលយើងចង់បានបន្ទាប់មកអ្នកទាំងអស់គ្នាទៅឈរនៅលើ layer មេឃរបស់យើងវិញហើយចុច control ឲ្យជាប់ចុចមក click ដើម្បីចាប់យកកន្លែងមេឃមួយហ្នឹងបន្ទាប់មកទៀតអ្នកទាំងអស់គ្នាទៅឈរនៅលើពពកវិញ layer ពពកវិញហើយចុច control alt ដើម្បី click ទៅលើមេឃហ្នឹងរបៀបថាយើងកាត់ពពកហ្នឹងឲ្យវាស្មើជាមួយនឹងផ្ទៃមេឃកុំឲ្យវាចេញចងាងក្រៅហ្នឹងហើយជាចុងក្រោយអ្នកទាំងអស់គ្នាបង្កើតព្រះអាទិត្យដោយប្រើ circle tool ហើយបន្ទាប់មកអ្នកទាំងអស់គ្នាបន្ថែមដើមឈើជា background បន្ថែមមនុស្សដើមមនុស្សឈរមនុស្សលេង piano ហើយនឹងសេរីពណ៌ background ធ្វើឲ្យវាស៊ីជាមួយនឹងអាពណ៌ផ្សេងទៀតណាហើយ section illustration របស់យើងគឺចាប់ប៉ុណ្ណឹងតែបើសិនជាអ្នកទាំងអស់គ្នាចង់បន្ថែមអីតពីនឹងទៀតអូខេអាចលេងវាទៅតាមការចូលចិត្តរបស់យើងណាទៅតាម style illustration របស់យើង step ទាំងនេះហើយគឺជារបៀបដែលខ្ញុំធ្វើ section illustration នៅក្នុង Photoshop ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់វាបានបើសិនជាមានសំណួរអីអាច comment នៅខាងក្រោមខ្ញុំនឹងឆ្លើយទៅតាមអីដែលខ្ញុំអាចឆ្លើយបានហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះហើយវាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាកុំភ្លេចចុច like ហើយនិង subscribe my YouTube channel ម្នាក់មួយផងកុំឲ្យ miss នៅវីដេអូក្រោយៗដែលខ្ញុំនឹងធ្វើ tutorial បែបនឹងបន្តទៀតចឹងណាអ្នកនរគ្នា so I hope you guys like my video and yeah see you my next video bye bye thank you